ខ្ញុំបាទតាំងសារ៉ាដាសូមជម្រាបសួរលោកអ្នកនាងកញ្ញាពីរដ្ឋធានី Washington សហរដ្ឋអាមេរិកយើងខ្ញុំសូមស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធីផ្សាយរបស់សារព័ត៌មាន Cambodia Daily ដែលផ្សាយតាមបណ្ដាញសង្គម Facebook YouTube និងនៅលើគេហទំព័រជាភាសាខ្មែរសម្រាប់យប់ថ្ងៃច័ន្ទទី20ខែតុលាត្រូវជាថ្ងៃ13រោចខែអាសត់ឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025ជាដំបូងនេះសូមជូនមេតិការព័ត៌មានប្រចាំថ្ងៃធនាគារជាតិនៅកម្ពុជាអះអាងថាអាជ្ញាធរកំពុងតែចាត់វិធានការទៅលើធនាគារ Prince ដើម្បីធានាថាធនាគារពាណិជ្ជកម្មមួយនេះធ្វើប្រតិបត្តិការត្រឹមត្រូវតាមច្បាប់កម្ពុជាលោកហ៊ុនម៉ាណែតអះអាងថាកម្ពុជានឹងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងថៃក្នុងពេលឆាប់ៗខាងមុខនេះលោកហ៊ុនម៉ាណែតប្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលធ្វើសកម្មភាពដោះដូរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញរដ្ឋសភាទាត់ចោលការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃដែលចោទកម្ពុជាថាយកវេទិកាអន្តរជាតិវាយប្រហារទៅលើប្រទេសថៃម្ចាស់ជ័យលាភី Nobel សន្តិភាព Venezuela អំពាវនាវឲ្យពិភពលោកគាំទ្រលោក Donald Trump ក្នុងការបញ្ចប់របបលោក Maduro ជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារ៉ាដាសូមជូនព័ត៌មានពិស្ដាធនាគារជាតិនៅកម្ពុជាអះអាងថាអាជ្ញាធរមានសមត្ថកិច្ចកំពុងតែចាត់វិធានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើធនាគារ Prince ដើម្បីធានាថាធនាគារពាណិជ្ជកម្មមួយនេះធ្វើប្រតិបត្តិការត្រឹមត្រូវស្របតាមច្បាប់របស់កម្ពុជាក្រោយពីសហរដ្ឋអាមេរិកនិងអង់គ្លេសរឹបអូសទ្រព្យសម្បត្តិជាប្រាក់ Digital ជាង$15,000 លានអាមេរិករបស់មហាសេដ្ឋីដើមកំណើតចិន Gen Zសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជាដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ទី18ខែតុលាឲ្យដឹងថាក្រោយប្រធានក្រុមប្រឹក្សាអភិបាលសម្ព័ន្ធក្រុមហ៊ុន Prince ជួបរឿងអាស្រូវក្នុងឧស្សាហកម្មឆបោកអនឡាញហើយក៏ពលរដ្ឋបាននាំគ្នាសម្រុកដកលុយចេញពីធនាគារ Prince នោះធនាគារជាតិកម្ពុជាកំពុងតែចាត់វិធានការចាំបាច់នានាដើម្បីធានាប្រតិបត្តិការជាប្រក្រតីនៅគណនីទាំងឡាយរបស់អតិថិជនជាពិសេសធានានៅសុវត្ថិភាពសាច់ប្រាក់អតិថិជនរបស់ធនាគារមួយនេះប្រភពដដែលអះអាងថាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាស្ថិតក្រោមវិធានការប្រុងប្រយ័ត្នយ៉ាងតឹងរ៉ឹងហើយថែមទាំងមានកម្រិតសាច់ប្រាក់គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការសាច់ប្រាក់របស់អតិថិជនអាជ្ញាធរមានសមត្ថកិច្ចកំពុងតែស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីឲ្យប្រកាសថាធនាគារពាណិជ្ជកម្មមួយនេះធ្វើប្រតិបត្តិការត្រឹមត្រូវស្របតាមច្បាប់របស់ប្រទេសកម្ពុជាយោងតាមគេហទំព័ររបស់ធនាគារ Prince បានឲ្យដឹងថាសប្តាហ៍ថ្ងៃនេះធនាគារមានទ្រព្យសកម្មសរុបចំនួន$1,015 លានសហរដ្ឋអាមេរិកនិងកំពុងតែធ្វើប្រតិបត្តិការសរុប36សាខាក្នុងប្រទេសកម្ពុជាមានបុគ្គលិកសរុបជាង1,100 នាក់ដែលភាគច្រើនសុទ្ធសឹងតែជាជនជាតិខ្មែរក្នុងសេចក្តីថ្លែងការណ៍ដដែលបានឲ្យដឹងទៀតថាក្រុមប្រឹក្សាអភិបាលធនាគារ Prince ធានាថាប្រាក់បញ្ញើនិងផលប្រយោជន៍របស់អតិថិជននៅតែមានសុវត្ថិភាពខ្ពស់ក្រៅពីធានាសុវត្ថិភាពប្រាក់បញ្ញើរបស់អតិថិជនក្រុមប្រឹក្សាធនាគារ Prince បានប្រកាសការបដិញ្ញាចិត្តឥតងាករេក្នុងការអនុវត្តអភិបាលកិច្ចល្អតម្លាភាពនិងការអនុលោមតាមបញ្ញត្តិនានាពាក់ព័ន្ធនឹងវិស័យធនាគារធនាគារ Prince បានឲ្យដឹងទៀតថាក្រុមប្រឹក្សាអភិបាលនឹងតែងតាំងក្រុមប្រឹក្សាច្បាប់អន្តរជាតិដែលមានបទពិសោធន៍ដើម្បីធ្វើការពិនិត្យយ៉ាងស៊ីជម្រៅទៅលើទណ្ឌកម្មរបស់អាមេរិកនិងអង់គ្លេសរដ្ឋអាជ្ញាអាមេរិកលាតត្រដាងលុយកខ្វក់រាប់ពាន់លានដុល្លាររបស់ប្រធានក្រុមហ៊ុន Prince Group គឺលោក Gen Z ថាត្រូវបានលាងសម្អាតក្រោមការវិនិយោគតាមរូបិយប័ណ្ណ Crypto ឬហៅថា Cryptocurrency Investment Fraud Scheme ដែលមានឈ្មោះថា Pig Butchering Scams ឬហៅថាកាប់ជ្រូកឆៅជុំវិញបញ្ហានេះប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាលោកឆៃស៊ីណារិតអះអាងកាលពីថ្ងៃទី16ខែតុលាថារយៈពេល4ខែចុងក្រោយក្នុងឆ្នាំ2025នេះសមត្ថកិច្ចកម្ពុជាបានបញ្ជូនមុខសញ្ញាមេខ្លោងនិងបពពួកសរុប75នាក់ទៅតុលាការនិងបានឃាត់ខ្លួនជនសង្ស័យ3,000នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងណាក៏ដោយគេនៅមិនទាន់ឃើញរដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងមហាផ្ទៃប្រតិកម្មតបតជុំវិញវិធានការរបស់ក្រសួងយុទ្ធភ័ពអាមេរិកអំពីការរកឃើញនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាពាក់ព័ន្ធនឹងអង្គការ Gen Z ដែលជាទីប្រឹក្សាប្រធានព្រឹទ្ធសភាលោកហ៊ុនសែននៅឡើយទេរហូតមកទល់ម៉ោងផ្សាយនេះ
លោកអ្នកនាងជាទីមេត្រីលោកអ្នកនាងអាចស្វែងរកព័ត៌មានរបស់ The Cambodia Daily ជាភាសាខ្មែរដែលបានផ្សាយនៅលើ Facebook រួចមកហើយបានដោយចូលទៅកាន់គេហទំព័ររបស់យើងតាមអាសយដ្ឋាន www.cambodiadaily.com នៅក្នុងគេហទំព័រនេះលោកអ្នកនាងអាចស្វែងរកព័ត៌មានរបស់ The Cambodia Daily ទាំងភាសាខ្មែរនិងភាសាអង់គ្លេសលោកអ្នកនាងក៏អាចស្វែងរក YouTube របស់យើងតាមអាសយដ្ឋាន www.youtube.com/thecambodiadailytm ប្រសិនបើលោកអ្នកនាងយល់ថាសារព័ត៌មានមួយនេះមានប្រយោជន៍ដល់សង្គមសូមលោកអ្នកនាងជួយទ្រទ្រង់ដល់កម្មវិធីផ្សាយរបស់យើងដោយចូលទៅកាន់អាសយដ្ឋាន www.cambodiadaily.com/donate បាទសូមអរគុណនាយករដ្ឋមន្ត្រីខ្មែរលោកហ៊ុនម៉ាណែតអះអាងថាក្នុងពេលឆាប់ខាងមុខនេះកម្ពុជានឹងចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងថៃដោយជ្រើសរើសវិធីសាស្ត្រសន្តិភាពសម្រាប់ការដោះស្រាយចំពោះប្រទេសជាប់ព្រំដែនជាមួយគ្នាដើម្បីជៀសវាងការប្រើប្រាស់កម្លាំងកងទ័ពបន្តទៀតលោកហ៊ុនម៉ាណែតលើកឡើងនៅក្នុងពិធីសម្ពោធដំណើរការអាកាសយានដ្ឋានអន្តរជាតិក្រុងតាខ្មៅឬហៅថាអាកាសយានដ្ឋានអន្តរជាតិដេជោ TIA ជាផ្លូវការនៅថ្ងៃទី20ខែតុលាឆ្នាំ2025ថាកម្ពុជាថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិកលោក Donald Trump ភាគីចិននិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim ដែលផ្ដួចផ្ដើមឲ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃព្រមទាំងតាមដានជាប់អំពីស្ថានភាពព្រំដែនកម្ពុជាថៃនិងយកចិត្តទុកដាក់រហូតមកលោកហ៊ុនម៉ាណែតអះអាងថាកម្ពុជាប្រកាន់យកនៅអភិក្រមចំនួន3ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃដូចជាការទប់ស្កាត់ចំនួនកុំឲ្យរីករាលដាលការកាត់បន្ថយផលប៉ះពាល់និងការស្ដារនៅស្ថានភាពឡើងវិញព្រោះសង្គ្រាមគ្មានអ្នកឈ្នះគ្មានអ្នកចាញ់នោះទេគឺមានតែអ្នកស្លាប់ទាំងសងខាងលោកបន្តថាជាជាងការសួរមកកាន់រដ្ឋាភិបាលថាតើកន្លែងណាបាត់កន្លែងណាបាននោះមេតបខ្មែរណាស្លាប់មេតបខ្មែរណារស់ពលរដ្ឋខ្មែរត្រូវទុកចិត្តទៅលើតែរឿងមួយគត់គឺថាកងកម្លាំងកម្ពុជាបានលះបង់អាយុជីវិតសាច់ស្រស់ឈាមស្រស់ដើម្បីការពារទឹកដីនិងទុកចិត្តទៅលើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះដោយសន្តិវិធីដើម្បីកុំឲ្យមានសង្គ្រាមនាយករដ្ឋមន្ត្រីខ្មែររូបនេះបញ្ជាក់ថាកម្ពុជាគ្មានបំណងរំលោភទៅលើអធិបតេយ្យភាពឬបូរណភាពទឹកដីរបស់អ្នកណាទេហើយក៏មិនឲ្យគេរំលោភទឹកដីកម្ពុជាដែរប៉ុន្តែការដោះស្រាយត្រូវប្រកាន់យកវិធីសាស្ត្រសន្តិវិធីសន្តិភាពតាមរយៈយន្តការទ្វេភាគីឬយន្តការផ្លូវច្បាប់តុលាការជៀសវាងប្រើប្រាស់កម្លាំងទ័ពច្បាំងគ្នាតទៅទៀតកាលពីថ្ងៃទី14ខែតុលាកាសែត The South China Morning Post បានស្រង់សម្ដីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Mohamed Hassan ថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃអំឡុងកិច្ចប្រជុំកំពូលអាស៊ានចន្លោះពីថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាឆ្នាំ2025ខាងមុខនេះក្រុមអ្នកសង្កេតការណ៍និងក្រុមមន្ត្រីបកប្រឆាំងមួយចំនួនលើកឡើងថាកិច្ចព្រមព្រៀងនេះគឺជាការដោះដូរអធិបតេយ្យជាតិខ្មែរជាមួយនឹងថៃដើម្បីរក្សាសន្តិភាពคล้ายៗនិងអំណាចរបស់អ្នកដឹកនាំខ្មែរតែប៉ុណ្ណោះយ៉ាងណាក៏ដោយកាលពីថ្ងៃទី19ខែតុលាឆ្នាំ2025លោកហ៊ុនម៉ាណែតបានចេញមកបញ្ជាក់លើទំព័រ Facebook របស់ខ្លួនថាកម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាឡើយទាំងកិច្ចព្រមព្រៀងបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខនេះព័ត៌មានដាច់ដោយឡែកមួយទៀតវិញនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតប្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលធ្វើសកម្មភាពដើម្បីដោះដូរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅឲ្យក្រុមហ៊ុនឯកជនខណៈអាកាសយានដ្ឋាននេះនឹងត្រូវរៀបចំជាសួនសាធារណៈនិងសម្រាប់ការចុះចតនាពេលមានអាសន្នលោកហ៊ុនម៉ាណែតលើកឡើងនៅក្នុងពិធីសម្ពោធដំណើរការអាកាសយានដ្ឋានអន្តរជាតិដេជោ TIA នៅថ្ងៃទី20ខែតុលានេះថាប្រលានយន្តហោះចាស់ត្រូវតែរៀបចំជាសួនសាធារណៈសម្រាប់ជាទីឲ្យពលរដ្ឋលំហែកាយនិងហាត់កីឡាជាដើមបន្ថែមពីនេះក៏នឹងប្រែក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់កិច្ចប្រជុំនានាដូចជាមជ្ឈមណ្ឌលកោះពេជ្រអញ្ចឹងដែរលោកហ៊ុនម៉ាណែតលើកឡើងថាផ្លូវយន្តហោះដែលមានស្រាប់របស់អាកាសយានដ្ឋាននេះនឹងត្រូវរក្សាទុកសម្រាប់ការចុះចតនៅពេលមានអាសន្ននិងសម្រាប់ការចុះចតពិសេសណាមួយរួមទាំងការចុះចតឧទ្ធម្ភាគចក្រជាដើមខណៈដើមឈើក៏នឹងត្រូវរៀបចំដាំដើម្បីលម្អផ្លូវទាំងនោះដែរលោកបញ្ជាក់ថាក្រៅពីអភិវឌ្ឍកែប្រែទៅជាសួនសាធារណៈនិងជាទីតាំងចុះចតបម្រុងក្រុមការងាររបស់រដ្ឋាភិបាលក៏គ្រោងនឹងរៀបចំជាទីតាំងអគារអាកាសយានដ្ឋានដែលមានស្រាប់នេះមួយផ្នែកទៅជាសារមន្ទីរនិងបង្កើតឲ្យមានសកម្មភាពសេដ្ឋកិច្ចក្រោមកិច្ចសហការវិនិយោគជាមួយវិស័យឯកជនផងដែរ
កាលពីពាក់កណ្ដាលខែឧសភាឆ្នាំ2025មានការលើកឡើងថារដ្ឋាភិបាលកម្ពុជាបានដោះដូរប្រលានយន្តហោះអន្តរជាតិភ្នំពេញតែឲ្យក្រុមហ៊ុនឯកជនក្រោយពេលដែលដំណើរការរបស់ប្រលាននេះនឹងត្រូវផ្ទេរទៅកាន់អាកាសយានដ្ឋានក្រុងតាក្បៅប្រលានយន្តហោះអន្តរជាតិភ្នំពេញត្រូវបានបង្កើតដោយរដ្ឋាភិបាលអាណាព្យាបាលបារាំងជាអាកាសយានដ្ឋានតូចមួយឈ្មោះថាប៉ូចិនតុងនៅក្នុងឆ្នាំ1924ក្នុងគោលបំណងចម្បងសម្រាប់បម្រើឲ្យវិស័យកងទ័ពក្រោមបណ្ដាញអាកាសចរឥណ្ឌូចិនរបស់បារាំងក្រោយប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំងអាកាសយានដ្ឋានប៉ូចិនតុងត្រូវបានធ្វើទំនើបកម្មនៅថ្ងៃទី19ខែមករាឆ្នាំ1959និងបានបើកដំណើរការជាផ្លូវការនៅឆ្នាំ1959ប៉ុន្តែនៅអំឡុងរបបវិលពិឃាតប្រលាននេះត្រូវបានផ្អាកដំណើរការក្នុងនាមជាអាកាសយានដ្ឋានស៊ីវិលទាំងស្រុងរហូតដល់ឆ្នាំ1995ក្រោយរបបខ្មែរក្រហមដួលរលំរាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងបែងចែកសិទ្ធិគ្រប់គ្រង20ឆ្នាំជាមួយក្រុមហ៊ុន SCA ឬហៅថា Société de Concession de la Porte ដែលជាក្រុមហ៊ុនរួមបង្កើតរបស់បារាំងនិងម៉ាឡេស៊ីក្នុងគោលដៅអភិវឌ្ឍបន្ថែមនិងរុះរើសាងសង់ជាថ្មីឡើងវិញរួមមានការសាងសង់ផ្លូវចំណតយន្តហោះនិងអគារស្តុកទំនិញជាដើមនៅឆ្នាំ2002អាកាសយានដ្ឋាននេះត្រូវបានជួសជុលសាងសង់រួចរាល់ជាស្ថាពរដែលទទួលអ្នកដំណើរបាន5លាននាក់ក្នុងមួយឆ្នាំប៉ុន្តែនៅថ្ងៃទី15ខែមករាឆ្នាំ2003អាកាសយានដ្ឋានអន្តរជាតិប៉ូចិនតុងនេះក៏ត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញរហូតមកទល់ពេលនេះរដ្ឋសភាកម្ពុជាទាត់ចោលការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃដែលចោទកម្ពុជាថាបានវាយប្រហារប្រទេសថៃនៅក្នុងវេទិកាសហភាពអន្តរសភាឬហៅថា Inter-Parliamentary Union ដែលហៅកាត់ថា IPU ដើម្បីប្រឆាំងកិត្តិនាមរបស់ថៃនៅឆាកអន្តរជាតិអ្នកនាំពាក្យកម្ពុជាប្រចាំមហាសន្និបាតសហភាពអន្តរសភានៅក្នុងទីក្រុង Geneva ប្រទេសស្វីសបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី19ខែតុលាដែលទើបនឹងចេញផ្សាយនៅថ្ងៃនេះថាការចុះផ្សាយរបស់កាសែត Thai The Nation ដោយចោទកម្ពុជាថាបានយកគ្រប់វេទិកានានាប្រឆាំងកិត្តិនាមរបស់ថៃនៅឆាកអន្តរជាតិនោះគឺជាការចុះផ្សាយមិនពិតក្នុងចេតនាបំភាន់មតិជាតិនិងអន្តរជាតិសេចក្តីថ្លែងការណ៍ដដែលអះអាងថាអំឡុងពេលកិច្ចប្រជុំអាស៊ានបូក3ក្រុមអាស៊ីប៉ាស៊ីហ្វិកនិងមហាសន្និបាតសភាអាស៊ី APA មន្ត្រីរដ្ឋាភិបាលកម្ពុជាពុំបានប្រើពាក្យពេចន៍ណាមួយនៅក្នុងបទអន្តរាគមន៍ផ្លូវការដែលបង្ហាញថាកម្ពុជាជំទាស់នឹងសំណើរបស់ថៃឡើយប្រពន្ធដដែលលើកឡើងថាកម្ពុជាគ្រាន់តែស្នើសេចក្តីព្រៀងដែលបានស្នើឡើងដោយគណៈប្រតិភូថៃត្រូវបានពិនិត្យនិងកែលម្អឡើងវិញដើម្បីឆ្លុះបញ្ចាំងឲ្យបានត្រឹមត្រូវនៅគោលការណ៍គ្រឹះរបស់ IPU ដោយមិនមានភាពលំអៀងអព្យាក្រឹតនិងកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយស្ថាបនាប៉ុណ្ណោះរដ្ឋសភាកម្ពុជាសម្ដែងការសោកស្ដាយយ៉ាងខ្លាំងនៅពេលដែលសារព័ត៌មានថៃបានផ្សព្វផ្សាយបំភ្លឺនិងគ្មានមូលដ្ឋានមិនទទួលខុសត្រូវដែលជាហេតុនាំឲ្យមានអរិភាពនិងបំភាន់មតិសាធារណៈជុំវិញបញ្ហាព្រំដែននាពេលនេះប្រពន្ធដដែលបញ្ជាក់ថាការចុះផ្សាយបែបនេះមិនបានបម្រើដល់សន្តិភាពនិងការយោគយល់គ្នារួមទាំងការឆ្លុះបញ្ចាំងពីស្មារតីពិតនៃមិត្តភាពរវាងប្រជាជនថៃនិងកម្ពុជាឡើយកាលពីថ្ងៃទី19ខែតុលាកាសែត The Nation បានចុះផ្សាយអត្ថបទក្រោមចំណងជើងថាក្រុមការងារថៃរាយការណ៍ថាកម្ពុជាបានបង្កើនការវាយប្រហារទៅលើប្រទេសថៃចាប់តាំងពីភាពតានតឹងនិងវិវាទរវាងប្រទេសទាំងពីរមកក្នុងនោះភាគីកម្ពុជាបានប្រើប្រាស់គ្រប់វេទិកាដើម្បីរិះគន់ប្រទេសថៃដោយមិនគិតថាការពិភាក្សានោះពាក់ព័ន្ធទៅនឹងចំនួនថៃកម្ពុជាឬក៏អត់នោះទេប្រពន្ធដដែលបញ្ជាក់ថាការវាយប្រហាររបស់ភាគីកម្ពុជាទៅលើប្រទេសថៃដោយជាការចោទប្រកាន់ថាថៃជាអ្នកចាប់ផ្ដើមនៅចំនួនព្រំដែននិងគ្រាប់មីនដែលថៃលាតត្រដាងត្រូវបានជនជាតិថៃយកទៅដាំនៅក្នុងទឹកដីកម្ពុជាជាដើមជុំវិញបញ្ហានេះកាលពីថ្ងៃទី15ខែតុលាឆ្នាំ2025ប្រធានអង្គការសិទ្ធិមនុស្សនិងការតស៊ូមតិប្រចាំតំបន់អាស៊ីដែលហៅថា Asia Human Rights and Labor Advocate លោក Phil Robertson បានលើកឡើងនៅលើគេហទំព័រ The Diplomat Magazine ថាថៃត្រូវតែដោះលែងទាហានកម្ពុជាទាំង18នាក់ដែលខ្លួនបានចាប់ធ្វើជាចំណាប់ខ្មាំងក្នុងជម្លោះព្រំដែនលោកបញ្ជាក់ថាទាហានកម្ពុជាបានបង្ហាញនូវភាពស្មោះត្រង់ក្រោយបទឈប់បាញ់ចូលជាធរមានដែលត្រូវបានទាហានថៃអញ្ជើញចាប់ដៃតែក្រោយមកបែរជាត្រូវបានថៃភ្ជង់កាភ្លើងចាប់ខ្លួនតែម្ដងជាបន្តទៅទៀតនេះសូមជូនព័ត៌មានអន្តរជាតិ
មេដឹកនាំបកប្រឆាំងវេណេស៊ុយអេឡាអ្នកស្រី Maria Corina Machado ដែលឈ្នះរង្វាន់ Nobel សន្តិភាពឆ្នាំ2025បានអំពាវនាវឲ្យមានការគាំទ្រដ៏ខ្លាំងក្លាដើម្បីបញ្ឈប់អ្វីដែលអ្នកស្រីហៅថាជាសង្គ្រាមលើប្រទេសរបស់អ្នកស្រីដែលបង្កឡើងដោយប្រធានាធិបតី Nicolas Maduro នៅក្នុងបទសម្ភាសន៍ជាមួយនឹងបណ្ដាញផ្សាយព័ត៌មាន CNN កាលពីពេលថ្មីៗនេះអ្នកស្រី Machado បានសរសើររដ្ឋបាលរបស់លោក Donald Trump ដែលហៅលោក Maduro ថាជាមេខ្លោងបណ្ដាញឧក្រិដ្ឋកម្មនិងគ្រឿងញៀនហើយបានស្នើឲ្យលោក Trump ផ្ដល់ជំនួយបន្ថែមដើម្បីដកលោក Maduro ចេញពីអំណាចអ្នកស្រីក៏បាននិយាយថាលោក Trump សមនឹងទទួលបាននៅរង្វាន់ Nobel សន្តិភាពផ្ទាល់ខ្លួនពីព្រោះកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់លោក Trump ក្នុងការចរចាសន្តិភាពនៅមជ្ឈមបូព៌ាកងទ័ពអាមេរិកបានវាយប្រហារទៅលើកាណូតនៅតំបន់ឆ្នេរសមុទ្រវេណេស៊ុយអេឡាដែលរដ្ឋបាលរបស់លោក Trump បានពិពណ៌នាថាជាកាណូតដឹកគ្រឿងញៀនដោយសម្លាប់ភេរវករគ្រឿងញៀនបានដល់ទៅ27នាក់ទោះជាយ៉ាងណាក៏ដោយទាំងលោក Trump និងរដ្ឋបាលរបស់លោកមិនបានផ្ដល់ភស្តុតាងច្បាស់ថាកាណូតទាំងអស់នេះពិតជាមានគ្រឿងញៀននោះទេប៉ុន្តែហេតុការណ៍នេះបានបង្កើតនៅចំណាត់ថ្នាក់ផ្លូវច្បាប់ដើម្បីកំណត់គោលដៅទាំងនោះត្រូវតែកំទេចនេះបង្ហាញពីភាពត្រឹមត្រូវនៃការវាយប្រហារទៅលើក្រុមជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនិងអ្នកជួញដូរដែលអាមេរិកចោទថាលោក Maduro ជាមេខ្លោងកាលពីសប្តាហ៍កន្លងទៅនេះលោក Trump បានបញ្ជាឲ្យក្រុមភ្នាក់ងារចារកម្មអាមេរិក CIA ធ្វើប្រតិបត្តិការនៅក្នុងប្រទេសវេណេស៊ុយអេឡាដើម្បីទប់ស្កាត់នៅអ្វីដែលលោកហៅថាការហូរចូលនៅគ្រឿងញៀនខុសច្បាប់ចូលក្នុងសហរដ្ឋអាមេរិកហើយបង្ហាញថាយុទ្ធនាការយោធារបស់អាមេរិកអាចបន្តលើទឹកដីវេណេស៊ុយអេឡាបើចាំបាច់ខណៈដែលរដ្ឋបាលរបស់លោក Trump ពិពណ៌នាថាកំពុងតែកំណត់គោលដៅអ្នកជួញដូរគ្រឿងញៀនទីក្រុង Caracas បានចោទប្រកាន់សហរដ្ឋអាមេរិកថាព្យាយាមផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រជាជនវេណេស៊ុយអេឡាសហរដ្ឋអាមេរិកបានចោទប្រកាន់លោក Maduro ថាជាមេខ្លោងជួញដូរគ្រឿងញៀននិងបានប្រកាសផ្ដល់រង្វាន់$50 លានសម្រាប់ជនណាឬក្រុមណាដែលអាចនាំផ្លូវទៅរកការចាប់ខ្លួនបរិសុទ្ធខ្លាំងវេណេស៊ុយអេឡារូបនេះអ្នកស្រី Machado ដែលបានលាក់ខ្លួនបន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីឆ្នាំមុនអ្នកស្រីបានស្វាគមន៍សកម្មភាពរបស់កងទ័ពអាមេរិកដោយចាត់ទុកថាជាការកាត់ផ្តាច់ការគ្រប់គ្រងដល់របបលោក Maduro អ្នកស្រីក៏បានចោទប្រកាន់លោក Maduro ថាបានប្រែក្លាយប្រទេសវេណេស៊ុយអេឡាទៅជាការគំរាមកំហែងចំពោះសន្តិសុខជាតិរបស់អាមេរិកអ្នកស្រីបានប្រាប់អ្នកសារព័ត៌មាន CNN ថាក្នុងករណី Maduro និងបណ្ដាញភេរវករគ្រឿងញៀនរបស់គាត់ជួញដូរគ្រឿងញៀនអាវុធនិងមនុស្សចូលវេណេស៊ុយអេឡាយើងត្រូវតែរួមគ្នាប្រឆាំងអ្នកស្រីនិយាយថាការផ្លាស់ប្ដូររបបនឹងត្រូវតែមានការអនុវត្តច្បាប់នៅការប្រឆាំងសកម្មភាពឧក្រិដ្ឋកម្មដែលត្រូវបញ្ឈប់សង្គ្រាមរបស់លោក Maduro លើប្រទេសវេណេស៊ុយអេឡាតែប្រជាជនវេណេស៊ុយអេឡាត្រូវការជំនួយពីប្រធានាធិបតីអាមេរិកដើម្បីបញ្ឈប់សង្គ្រាមនេះព្រោះវាប៉ះពាល់ដល់ជីវិតមនុស្សនៅពេលឆ្លើយសំណួរអំពីការវាយប្រហារថ្មីៗរបស់កងទ័ពអាមេរិកអ្នកស្រី Machado ហាក់ស្ទាក់ស្ទើរតែអ្នកស្រីបែរជាអំពាវនាវឲ្យពិភពលោកជួយគាំទ្រលោក Trump បញ្ចប់សង្គ្រាមរបស់លោក Maduro វិញអ្នកស្រីចង់ឃើញឥទ្ធិពលរបស់រុស្ស៊ីចិនគុយបានិងអ៊ីរ៉ង់ត្រូវបានកាត់បន្ថយទៅលើរបបលោក Maduro ដោយបញ្ជាក់ថាវេណេស៊ុយអេឡាគឺជាទីលំនៅសុវត្ថិភាពសម្រាប់ប្រជាជនវេណេស៊ុយអេឡាមិនមែនសម្រាប់អង្គការភេរវកម្មណាមួយនោះទេលោក Trump ត្រូវបានអ្នកស្រី Machado ចាត់ទុកថាជាអិសរាជជនសមនឹងទទួលបាននៅពានរង្វាន់ Nobel សន្តិភាពចំណែកអ្នកស្រី Machado ត្រូវបានផ្ដល់រង្វាន់ Nobel សន្តិភាពសម្រាប់ឆ្នាំ2025ព្រោះតែសម្រាប់ការរក្សានៅពន្លឺនៃលទ្ធិប្រជាធិបតេយ្យនៅពេលដែលភាពងងឹតកាន់តែខ្លាំងនៅវេណេស៊ុយអេឡាគណៈកម្មាធិការ Nobel Norway ចាត់ទុកអ្នកស្រី Machado ថាជាឧទាហរណ៍ដ៏អស្ចារ្យនៃភាពក្លាហានស៊ីវិលនៅអាមេរិកឡាទីនក្នុងរយៈពេលថ្មីៗនេះនិងសំខាន់សម្រាប់ការផ្លាស់ប្ដូររបបពីឧក្រិដ្ឋកម្មទៅជារបបប្រជាធិបតេយ្យអ្នកស្រី Machado បាននិយាយថាអ្នកស្រីបានឧទ្ទិសពានរង្វាន់របស់អ្នកស្រីទៅឲ្យលោក Trump ព្រោះមានភាពយុត្តិធម៌ហើយអ្វីដែលប្រជាជនវេណេស៊ុយអេឡាយល់ព្រមនិងគាំទ្រសម្រាប់ការសម្រេចចិត្តរបស់លោក Trump គឺការបញ្ចប់របបលោក Maduro អ្នកស្រីបានបន្ថែមថាលោក Trump កំពុងតែផ្ញើសារទៅកាន់ប្រជាជនវេណេស៊ុយអេឡាអំពីសង្គ្រាមគ្រឿងញៀនឆ្ពោះទៅរកការផ្ដួលរលំរបបលោក Maduro ទោះបីជាអ្នកស្រី Machado នៅតែលាក់ខ្លួនក៏ដោយក៏ត្រូវបានគេដឹងថាអ្នកស្រីជាប្រជាជនវេណេស៊ុយអេឡាមួយរូបដែលបានកើតនៅក្នុងទីក្រុង Caracas រដ្ឋធានីនៃប្រទេសវេណេស៊ុយអេឡាក្នុងឆ្នាំ1967អ្នកស្រីទទួលបានការបណ្ដុះបណ្ដាលជាវិស្វករឧស្សាហកម្មមុនពេលចូលប្រឡូកក្នុងឆាកនយោបាយក្នុងឆ្នាំ2002អ្នកស្រីត្រូវបានអង្គការ Sumate
ជាក្រុមស្ម័គ្រចិត្តលើកកម្ពស់សិទ្ធិនយោបាយនិងឃ្លាំមើលការបោះឆ្នោតនៅវេណេស៊ុយអេឡាកាលពីឆ្នាំមុនអ្នកស្រី Machado បានព្យាយាមឈ្មោះប្រឆាំងទៅនឹងលោក Maduro ក្នុងការបោះឆ្នោតប្រធានាធិបតីប៉ុន្តែបេក្ខភាពរបស់អ្នកស្រីត្រូវបានគេរារាំងដោយរបបលោក Maduro អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថារដ្ឋាភិបាលរបស់លោក Maduro បានសម្លាប់ធ្វើទរណកម្មឃុំខ្លួននិងចាប់ពង្រត់មនុស្សដោយបង្ខំដែលពួកគេស្វែងរកការផ្លាស់ប្ដូរទៅរកលទ្ធិប្រជាធិបតេយ្យនៅពេលអ្នកកាសែតសួរថាតើអ្នកស្រីជឿថាលោក Maduro នឹងហ៊ានធ្វើទរណកម្មលើអ្នកស្រីឋានៈជាជ័យលាភីនៃរង្វាន់នូបែលសន្តិភាពដែរឬទេអ្នកស្រី Machado បានឆ្លើយតបយ៉ាងត្រង់ថាខ្ញុំបានប្រឈមមុខនឹងការគំរាមកំហែងជាច្រើនលើកច្រើនសារពីសំណាក់រដ្ឋអំណាចរបស់លោក Maduro បើតាមអ្នកស្រីរដ្ឋអំណាចរបស់លោក Maduro បានធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាអំណាចប៉ុន្តែនៅចុងបញ្ចប់របបផ្ដាច់ការនេះនឹងត្រូវតែដួលរលំបាទលោកអ្នកនាងជាទីមេត្រីលោកអ្នកនាងអាចស្វែងរកទំព័រ Facebook របស់យើងតាមអាសយដ្ឋាន www.facebook.com/withoutfearorfavorkh សូមជម្រាបថានេះគឺជាការបើកទំព័រជីវិតទី2របស់សារព័ត៌មាន The Cambodia Daily លើប្រព័ន្ធអ៊ីនធឺណិតដែលយើងនាំមកជូនលោកអ្នកនាងនៅព័ត៌មានទាន់ហេតុការណ៍សេចក្តីរាយការណ៍លម្អិតបទវិភាគវេទិកាសួរដេញដោលនានាពាក់ព័ន្ធនឹងស្ថានភាពនយោបាយសេដ្ឋកិច្ចសិល្បៈការអប់រំកីឡានិងកម្មវិធីជាច្រើនទៀតសារព័ត៌មាន The Cambodia Daily ជាសារព័ត៌មានឯករាជ្យដែលបម្រើនិងដើរតាមបន្ទាត់មីគីវិជ្ជាជីវៈសារព័ត៌មាននិយាយទៅការពិតឥតភ័យខ្លាចក្នុងទិសដៅធ្វើវិភាគទានផ្ដាល់យុទ្ធធម៌សង្គមមិនថិតក្រោមឥទ្ធិពលក្រុមបុគ្គលបកឬពួកណាមួយនោះឡើយបាទយើងខ្ញុំក៏សូមអរគុណលោកអ្នកនាងដែលបានខិតខំតាមដានចំណាយពេលជាមួយនឹងសារព័ត៌មាន The Cambodia Daily តាមបណ្ដាញសង្គម Facebook យើងនឹងវិលមកជួបលោកអ្នកនាងទៀតនៅថ្ងៃស្អែកបាទយើងខ្ញុំទាំងអស់គ្នាសូមជូនពរលោកអ្នកនាងឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនរុងរឿងកុំបីឃ្លៀងឃ្លាតឡើយខ្ញុំបាទសូមអរគុណនិងសូមជម្រាបលារាត្រីសួស្តី